សម្រាប់ការធ្វើឡាបសាច់ជ្រូក3ជាន់ហាន់ជាប្រទេសស្ដើងចេះហារសជាតិធានាឲ្យបងប្អូនថាធ្វើទៅដឹងតែញ៉ាំឆ្ងាញ់ញ៉ៃហើយជាពិសេសរសជាតិបែបរៀងជូរហឹរប្រៃផ្អែមទៀតណាឈ្ងុយចេញពីគ្រឿងក្រៅមានតាំងពីគល់ស្លឹកគ្រៃខ្ទឹមសខ្ទឹមក្រហមហើយជាពិសេសសម្រាប់អង្គលេងហ្នឹងណានិយាយថាវាជួយបង្កើនរសជាតិឡាបរបស់យើងនឹងកាន់តែញ៉ាំជក់មាត់មែនទែនចំពោះការធ្វើឡាបរបស់ខ្ញុំជាដំបូងគេគឺយើងត្រូវតែមានជាមួយនឹងសាច់3ជាន់និងអាចហាន់វាធ្វើមិនឲ្យស្ដើងមិនណាចំណែកឯគ្រឿងក្រៅនៃការធ្វើលាយហ្នឹងគឺមានដូចជាគល់ស្លឹកគ្រៃខ្ទឹមសខ្ទឹមក្រហមហើយនិងម្ទេសរីឯអង្ករលីងហ្នឹងជាតួអង្គដែលសំខាន់ជាងគេបងប្អូនចំពោះសាច់ជ្រូកនេះគឺខ្ញុំស្រោះវាប្រហែលជា10នាទីដើម្បីឲ្យសាច់នឹងវាបានឆ្អិនល្អចឹងហើយយើងសាល់ពេលងាកមកលាយជាមួយនឹងទឹកត្រីចំពោះទឹកត្រីគឺខ្ញុំប្រើចំនួន3ស្លាបព្រាបាយកន្លះប៊ីចេងនិង1ចុងស្លាបព្រាកាហ្វេស្ករត្នោតនឹង1ស្លាបព្រាបាយពេញបន្ទាប់មកទៀតគឺខ្ញុំដាក់ខ្ទឹមសចិញ្ច្រាំម្ទេសចិញ្ច្រាំហើយនិងក្រូចឆ្មាចូលសម្រាប់រសជាតិការលាយទឹកត្រីហ្នឹងគឺយើងយកបែបរៀងមុតបន្តិចមកណាប្រៃជូរផ្អែមហើយនិងហឹរយើងកូរគ្រឿងទាំងអស់នេះធ្វើមិនឲ្យវាខ្លាចជាល្បាយតែមួយហើយសម្រាប់រសជាតិវិញគឺមកល្មមត្រូវនឹងរសជាតិដែលខ្ញុំចង់បានណាអញ្ចឹងហើយគ្រាន់តែខ្ញុំថែមជាមួយនឹងខ្ទឹមសខ្ទឹមក្រហមហើយនិងម្ទេសនឹងចូលមកបន្តិចទៀតឥឡូវងាកកលេចមកមើលសាច់របស់យើងវិញម្ដងពេលដែលគ្រប់10នាទីហើយគឺវាក៏បានឆ្អិនល្អដែរអញ្ចឹងហើយគឺខ្ញុំស្រង់វាយកមកលាយជាមួយនឹងទឹកត្រីដែលយើងលាយមិញហ្នឹងយើងក្លុកចុះក្លុកឡើងប្រហែលជា4ទៅ5ត្រឡប់អីទៅបាទខ្ញុំថែមជាមួយនឹងម្ទេសហុយនឹងបន្តិចគល់ស្លឹកគ្រៃអង្ករលីងខ្ទឹមសហើយខ្ទឹមក្រហមនឹងបន្តិចទៀតនិយាយទៅសម្រាប់ការធ្វើឡាបពីមុខនេះគឺយើងលបដាក់ជាមួយនឹងខ្ទឹមក្រហមនឹងឲ្យកាន់តែច្រើនមកដោយសារតែខ្ទឹមក្រហមពេលដែលយើងលាយជាប្រភេទឡាបអញ្ចឹងញ៉ាំប៉ះវាទៅមានជាតិផ្អែមផងហើយជាពិសេសក្លិនហ្នឹងក៏ឈ្ងុយខ្លាំងដែរអញ្ចឹងហើយសម្រាប់ខ្ទឹមក្រហមហ្នឹងគឺយើងប្រើជំនួសធ្វើជាបន្លែបានដែរបងប្អូនបន្ទាប់ពីខ្ញុំលាយគ្រឿងក្រៅជាមួយនឹងខ្ទឹមហើយនឹងម្ទេសនេះមើលតែត្រូវរសជាតិហើយគឺខ្ញុំចាប់ផ្ដើមថែមជាមួយនឹងជីរណានឹងចូលមកបន្តិចទៀតបើសិនជាបងប្អូនមានជាមួយនឹងជីរណាដាក់កាន់តែច្រើនក៏ឈ្ងុយដែរណាបងប្អូនដោយសារតែខ្ញុំសល់ជីនឹងមកបន្តិចចឹងហើយខ្ញុំដាក់មកបន្តិចហ្នឹងទៅចាបន្ទាប់ពីខ្ញុំលាយគ្រឿងក្រៅនេះរួចហើយក៏ចាប់ផ្ដើមដាក់ក្នុងចានដើម្បីត្រៀមញ៉ាំណានិយាយទៅសម្រាប់ពីមុខនេះបងប្អូនធ្វើហើយចង់ញ៉ាំជាមួយនឹងបាយក៏ឆ្ងាញ់ឬក៏បងប្អូនអាចធ្វើជាប្រភេទគ្រឿងក្លែមទៀតទៅគឺត្រូវដូចតែគ្នាទេដោយសារតែរសជាតិមីមុខនេះមានរសជាតិបែបរៀងមុតជូរហឹរប្រៃផ្អែមគួបផ្សំជាមួយនឹងបន្លែដែលយើងញ៉ាំផ្ទាប់ត្រូវនឹងរសជាតិទៀតទៅបងប្អូននិយាយពីថាដាក់ចូលមាត់ទៅឈ្ងុយពេញមាត់ហ្មងហើយជាពិសេសរសជាតិហ្នឹងគឺឆ្ងាញ់ខ្លាំងមែនទែនសម្រាប់ការធ្វើឡាបសាច់ជ្រូក3ជាន់ហាន់ជាប្រទេសស្ដើងចេះហារសជាតិធានាឲ្យបងប្អូនថាធ្វើទៅដឹងតែញ៉ាំឆ្ងាញ់ញ៉ៃហើយជាពិសេសរសជាតិបែបរៀងជូរហឹរប្រៃផ្អែមទៀតណាឈ្ងុយចេញពីគ្រឿងក្រៅមានតាំងពីគល់ស្លឹកគ្រៃខ្ទឹមសខ្ទឹមក្រហមហើយជាពិសេសសម្រាប់អង្ករលីងហ្នឹងណានិយាយថាវាជួយបង្កើនរសជាតិឡាបរបស់យើងនឹងកាន់តែញ៉ាំជក់មាត់មែនទែនចំពោះការធ្វើឡាបរបស់ខ្ញុំជាដំបូងគេគឺយើងត្រូវតែមានជាមួយនឹងសាច់3ជាន់និងអាចហាន់វាធ្វើមិនឲ្យស្ដើងមិនណាចំណែកឯគ្រឿងក្រៅនៃការធ្វើលាយហ្នឹងគឺមានដូចជាគល់ស្លឹកគ្រៃខ្ទឹមសខ្ទឹមក្រហមហើយនិងម្ទេសរីឯអង្ករលីងហ្នឹងជាតួអង្គដែលសំខាន់ជាងគេបងប្អូនចំពោះសាច់ជ្រូកនេះគឺខ្ញុំស្រោះវាប្រហែលជា10នាទីដើម្បីឲ្យសាច់នឹងវាបានឆ្អិនល្អចឹងហើយយើងសាល់ពេលងាកមកលាយជាមួយនឹងទឹកត្រីចំពោះទឹកត្រីគឺខ្ញុំប្រើចំនួន3ស្លាបព្រាបាយកន្លះប៊ីចេងនិង1ចុងស្លាបព្រាកាហ្វេស្ករត្នោតនឹង1ស្លាបព្រាបាយពេញបន្ទាប់មកទៀតគឺខ្ញុំដាក់ខ្ទឹមសចិញ្ច្រាំម្ទេសចិញ្ច្រាំហើយនិងក្រូចឆ្មាចូលសម្រាប់រសជាតិការលាយទឹកត្រីហ្នឹងគឺយើងយកបែបរៀងមុតបន្តិចមកណាប្រៃជូរផ្អែមហើយនិងហឹរយើងកូរគ្រឿងទាំងអស់នេះធ្វើមិនឲ្យវាខ្លាចជាល្បាយតែមួយហើយសម្រាប់រសជាតិវិញគឺមកល្មមត្រូវនឹងរសជាតិដែលខ្ញុំចង់បានណាអញ្ចឹងហើយគ្រាន់តែខ្ញុំថែមជាមួយនឹងខ្ទឹមសខ្ទឹមក្រហមហើយនិងម្ទេសនឹងចូលមកបន្តិចទៀតឥឡូវងាកកលេចមកមើលសាច់របស់យើងវិញម្ដងពេលដែលគ្រប់10នាទីហើយគឺវាក៏បានឆ្អិនល្អដែរអញ្ចឹងហើយគឺខ្ញុំស្រង់វាយកមកលាយជាមួយនឹងទឹកត្រីដែលយើងលាយមិញហ្នឹងយើងក្លុកចុះក្លុកឡើងប្រហែលជា4ទៅ5ត្រឡប់អីទៅបាទខ្ញុំថែមជាមួយនឹងម្ទេសហុយនឹងបន្តិចគល់ស្លឹកគ្រៃអង្ករលីងខ្ទឹមសហើយខ្ទឹមក្រហមនឹងបន្តិចទៀតនិយាយទៅសម្រាប់ការធ្វើឡាបពីមុខនេះគឺយើងលបដាក់ជាមួយនឹងខ្ទឹមក្រហមឲ្យកាន់តែច្រើនមកដោយសារតែខ្ទឹមក្រហមពេលដែលយើងលាយជាប្រភេទឡាបអញ្ចឹងញ៉ាំប៉ះវាទៅមានជាតិផ្អែមផងហើយជាពិសេសក្លិនហ្នឹងក៏ឈ្ងុយខ្លាំងដែរអញ្ចឹងហើយសម្រាប់ខ្ទឹមក្រហមហ្នឹងគឺយើងប្រើជំនួសធ្វើជាបន្លែបានដែរបងប្អូនបន្ទាប់ពីខ្ញុំលាយគ្រឿងក្រៅជាមួយនឹងខ្ទឹមហើយនឹងម្ទេសនេះមើលតែត្រូវរសជាតិហើយគឺខ្ញុំចាប់ផ្ដើមថែមជាមួយនឹងជីរណានឹងចូលមកបន្តិចទៀតបើសិនជាបងប្អូនមានជាមួយនឹងជីរណាដាក់
កាន់តែច្រើនក៏ឈ្ងុយដែរណាបងប្អូនដោយសារតែខ្ញុំសល់ជីនឹងបន្តិចចឹងហើយខ្ញុំដាក់បន្តិចនឹងទៅចាបន្ទាប់ពីខ្ញុំលាយគ្រឿងក្រៅនេះរួចហើយក៏ចាប់ផ្ដើមដាក់នៅក្នុងចានដើម្បីត្រៀមញ៉ាំណានិយាយទៅសម្រាប់ពីមុខនេះបងប្អូនធ្វើឲ្យចង់ញ៉ាំជាមួយនឹងបាយក៏ឆ្ងាញ់ឬក៏បងប្អូនអាចធ្វើជាប្រភេទគ្រឿងក្លែមទៀតទៅគឺត្រូវដូចតែគ្នាទេដោយសារតែរសជាតិមីមុខនេះណាមានរសជាតិបែបរាងមុតជូរហឹរប្រៃផ្អែមគួបផ្សំជាមួយនឹងបន្លែដែលយើងញ៉ាំផ្ទាប់ត្រូវនឹងរសជាតិទៀតទៅបងប្អូននិយាយពីថាដាក់ចូលមាត់ទៅឈ្ងុយពេញមាត់ហ្មងហើយជាពិសេសរសជាតិហ្នឹងគឺឆ្ងាញ់ខ្លាំងមែនទែន